សួស្តីបងប្អូនទាំងគ្នាចាថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនអំពីថ្នាំពិសេសចាដែលយើងមានឈ្មោះថា Hema Cream អញ្ចឹង Hema Cream គឺជាប្រភេទចាសាប៊ូបោកអាវប៉ាក់បងចា Hema Cream ជាប្រភេទសាប៊ូបោកអាវប៉ាក់បងចាអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំអំពីរបៀបនៃការប្រើប្រាស់ក៏ដូចជាអត្ថប្រយោជន៍នៃការប្រើប្រាស់ Hema Cream ណាបងចាអញ្ចឹងសម្រាប់ប្រភេទ Hema Cream ចាគឺយើងអាចហៅបានថាជាវាស្តៀងនឹងប្រភេទរូបរាងដូចចានអញ្ចឹងបងដែលបងប្អូនខ្លះគាត់ហៅជាប្រភេទចានតែម្ដងចាអញ្ចឹងសម្រាប់ Hema Cream គឺយើងធ្វើប្រើប្រាស់សម្រាប់ធ្វើទៅលើប្រភេទអាវប៉ាក់ដែលមានអង្កាំបងចាហើយក៏យើងផ្ដោតខ្លាំងទៅលើសេកណាត់ពណ៌សចាយើងផ្ដោតខ្លាំងទៅលើប្រភេទសេកណាត់ពណ៌សបងចាប៉ុន្តែគ្រាន់ថាបើសួរថាប្រើទៅលើពណ៌ផ្សេងៗបានអត់បានក៏ប៉ុន្តែយើងត្រូវមានលក្ខខណ្ឌក្នុងការប្រើដូចគ្នាបងចាចឹងឥឡូវខ្ញុំសូមចូលដល់របៀបនៃការប្រើប្រាស់ Hema Cream ដែលជាសាប៊ូបោកអាវប៉ាក់តែម្ដងបងចាចឹងខ្ញុំសូមនិយាយពីប្រភេទសេកណាត់ពណ៌សចាចឹងបងប្អូនបើសិនជាមានការប្រឡាក់យើងបោកអាវប៉ាក់ចឹងណាចាយើងក៏ជ្រោកឲ្យសើមចាយើងជ្រោកជាមួយទឹកឲ្យសើមជាមួយនឹងអាវប៉ាក់របស់យើងជ្រោកឲ្យសើមហើយបងប្អូនទាំងអស់គ្នាចាំធ្វើការយកអាវរបស់យើងនឹងដាក់លើក្តារបោករបស់យើងហើយបងប្អូនទាំងគ្នាយកច្រាស់ស្បៃចាយើងជ្រលក់ទឹកឲ្យរាំងសើមតិចទៅកោសទៅលើ Hema Cream របស់យើងហើយចាំធ្វើការរុះដុសទៅលើបរិវេណណាកន្លែងណាដែលយើងចង់ឲ្យសេកណាត់របស់យើងភ្លឺសស្អាតចាបើសិនជាបងប្អូនដុសទៅលើសេកណាត់នឹងធ្វើសេកណាត់បងប្អូនភ្លឺសស្អាតល្អបើសិនជាបងប្អូនដុសទៅលើអង្កាំប៉ាក់ហូលប្រមងរបស់បងប្អូននឹងធ្វើឲ្យអង្កាំប៉ាក់ហូលប្រមងរបស់បងប្អូនមានពន្លឺចេញចាំងស្អាតល្អតែម្ដងអត់ធ្វើឲ្យស្អាតពណ៌ទេបងចាពួកអីគឺយើងផ្ដោតទៅលើអង្កាំអាវប៉ាក់ហើយនឹងសេកណាត់អាវប៉ាក់តែម្ដងបងចាសម្រាប់បងប្អូនប្រើប្រាស់ទៅលើសេកណាត់ពណ៌សក៏ដូចជាពណ៌ដែលខ្ចីស្រាលចាបងប្អូនអាចប្រើបរិមាណទៅតាមអ្វីដែលបងប្អូនគិតថាចង់ប្រើចាហើយបងប្អូនប្រើបរិមាណមកល្មមទៅតាមអ្វីដែលយើងគិតថាចង់ប្រើហើយដុសទៅលើតំបន់ដែលយើងគិតថាចង់ឲ្យកន្លែងហ្នឹងមានពន្លឺសស្អាតចែងចាំងតែម្ដងបងចាប៉ុន្តែបើសិនជាបងប្អូនទាំងគ្នាជ្រើសរើសប្រើជាមួយនឹងប្រភេទសេកណាត់ដែលរាងកម្មៅឬក៏ពណ៌រាងស្រស់ចាបងប្អូនត្រូវតែមានរបៀបនៃការប្រើប្រាស់ដូចគ្នាចាប្រើបានទាំងសេកណាត់ពណ៌សហើយនិងពណ៌ក៏ប៉ុន្តែយើងត្រូវតែមានរបៀបក៏ដូចជាមានលក្ខខណ្ឌនៅក្នុងការប្រើដូចគ្នាបើសិនជាបងប្អូនទាំងគ្នាប្រើទៅលើសេកណាត់ដែលមានពណ៌កម្មៅចាបងប្អូនទាំងគ្នាប្រើបរិមាណមួយល្មមចាជៀសវាងការស្លក់ពណ៌ចាបងប្អូនទាំងអស់គ្នាប្រើបរិមាណមួយល្មមបានហើយកុំប្រើបរិមាណច្រើនពេកចាហើយយើងធ្វើថ្នមហើយលឿនចឹងយើងជៀសវាងការស្លកពណ៌តែបើសិនជាបងប្រើទៅលើសេកណាត់ពណ៌សអង្កាំពណ៌សអីហ្នឹងចាសេកណាត់ពណ៌សអីហ្នឹងដូរទៅលើអង្កាំមិនមែនបានតែពណ៌សទេបងអង្កាំបានគ្រប់ពណ៌ទាំងអស់ក៏ប៉ុន្តែសេកក្រណាត់យើងផ្ដោតខ្លាំងទៅលើពណ៌សហើយនិងពណ៌ស្រាលតែបើសិនជាបងប្អូនប្រើទៅលើពណ៌ដិតចាប្រើទៅលើពណ៌កម្មៅចាយើងត្រូវតែមានលក្ខខណ្ឌក្នុងការប្រើដូចគ្នាចាបងប្អូនប្រើបរិមាណតិចចាហើយធ្វើឲ្យលឿនយើងកុំផ្អាប់យើងកុំត្រាំចាយើងធ្វើឲ្យលឿនហើយយើងប្រើបរិមាណតិចជៀសវាងពីការស្លកពណ៌ចានៃសេកណាត់កម្មៅនឹងអញ្ចឹងណាបងចាអញ្ចឹងរបៀបនៃការប្រើប្រាស់ Hema Cream ចាសម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់ Hema Cream ក៏ដូចជាសាប៊ូបោកអាវប៉ាក់របស់យើងចាគឺជួយផ្ដោតទៅលើសេកណាត់ឲ្យសភ្លឺចែងចាំងចាជួយឲ្យអង្កាំត្បូងនៃអាវប៉ាក់របស់យើងមានពន្លឺភ្លេចផ្លាកស្អាតតែម្ដងបងចាសម្រាប់បងប្អូនដែលគាត់ខ្លាចមានបញ្ហាបោកអាវប៉ាក់យូរទៅចាស្អាប់អង្កាំអីហ្នឹងចាអង្កាំយើងទិញមិនសូវថ្លៃយើងខ្លាចមានបញ្ហាស្អាប់អង្កាំពន្លឺអត់សូវថ្លាល្អអីហ្នឹងបងប្អូនជ្រើសរើសជាមួយនឹងប្រភេទសាប៊ូបោកអាវប៉ាក់ Hema Cream នឹងយកទៅប្រើប្រាស់ទៅអស់បារម្ភឲ្យបងប្អូនរឿងអង្កាំស្អាប់ពណ៌សេកណាត់ស្អាប់ពណ៌អីហ្នឹងបងដោយសារតែយើងធ្វើគឺតម្រូវផ្ដោតខ្លាំងទៅលើអាវប៉ាក់ហូបប្រមងតែម្ដងបងចាមិនថាអាវប៉ាក់ធម្មតាមិនថាអាវប៉ាក់បងប្អូនមានអង្កាំឬអត់អង្កាំទេគឺយើងប្រើបានទាំងអស់អញ្ចឹងណាបងចាហើយយើងផ្ដោតខ្លាំងទៅលើសេកណាត់ពណ៌សហើយនិងសេកណាត់ដែលមានពណ៌ស្រាលចាប៉ុន្តែយើងមិនមែនថាអត់ប្រើទៅលើសេកណាត់ដែរមានពណ៌កម្មៅទេណាបងប្អូនចាឲ្យតន់ទាំងអស់គ្នាចាចឹងសម្រាប់បងប្អូនដែលគាត់កំពុងតែជួបជាមួយនឹងបញ្ហាចាកំពុងតែជួបជាមួយនឹងបញ្ហាដែលថាមានបញ្ហាស្អាប់ពណ៌លើអង្កាំអាវប៉ាក់ចាហូបប្រមងអីហ្នឹងចាបងប្អូនអាចជ្រើសជាមួយនឹងប្រភេទទឹកថ្នាំ Hema Cream ចា
ប្រភេទគ្រីមបោកអាវប៉ាក់ដែលយើងហៅថាប្រភេទសាប៊ូបោកអាវប៉ាក់ Hema Cream យកទៅប្រើប្រាស់បានណាបងចា